ជំរាបសួរកញ្ញាចំស៊ីធចាជំរាបសួរថ្ងៃនេះដែរយើងមាន5សំណួរដើម្បីស្វែងយល់អំពីវិវាទការងារនៅក្រុមហ៊ុន Nagavel ក្រោយពីកញ្ញាអនុវត្តទោសចប់ចំនួន2ឆ្នាំនៅក្នុងពន្ធនាគារសំណួរទី1ហេតុអ្វីបានជាមានកោតកម្មនៅក្រុមហ៊ុន Nagavel កោតកម្មកើតឡើងដោយសារនៅឆ្នាំ2021ក្រុមហ៊ុន Nagavel បានយកលេសវិបត្តិ COVID-19 ដើម្បីកាត់បន្ថយបុគ្គលិកជាង1300នាក់គ្រាន់តែដោយសារក្រុមហ៊ុនចំណេញតិចជាងមុនពេលមានវិបត្តិគឺជាង$100លានប្រាក់ចំណេញសុទ្ធបន្ទាប់ពីចំណាយរួចនៅក្នុងឆ្នាំ2021នោះនេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលបានផ្សព្វផ្សាយអំពីប្រាក់ចំណូលនៅលើគេហទំព័ររបស់ខ្លួននិងផ្សាយនៅលើទីផ្សារភាគហ៊ុនហុងកុងហើយយើងក៏រកឃើញថាការបញ្ឈប់បុគ្គលិកនេះមានចេតនារើសអើងសហជីពនិងមានលក្ខណៈអមនុស្សធម៌ព្រោះថានៅក្នុងចំណោមបុគ្គលិកដែលត្រូវបានជ្រើសរើសនៅក្នុងការបញ្ឈប់ជាង1300នាក់រួមបញ្ចូលថ្នាក់ដឹកនាំសហជីពជាប់ឆ្នោតទាំងអស់និងសមាជិកសហជីពសរុបជាង1100នាក់ហើយស្ត្រីមានផ្ទៃពោះស្ត្រីកូនខ្ចីប្តីប្រពន្ធបងប្អូនបង្កើតក៏ត្រូវបានបញ្ឈប់ពីការងារក្នុងពេលតែមួយនៅក្នុងគណៈពេលដែលប្រទេសកម្ពុជាកំពុងមានវិបត្តិហើយពលរដ្ឋកំពុងត្រូវការការងារធ្វើដោយឡែកការទូទាត់សំណងក៏មិនត្រឹមត្រូវយើងរកឃើញថាក្រុមហ៊ុនទូទាត់សំណងឲ្យបុគ្គលិកមិនគ្រប់ដែលធ្វើឲ្យកម្មករបាត់បង់ប្រាក់សំណងរហូតដល់ប្រមាណ 40% ដូច្នេះហើយទើបធ្វើឲ្យមានការជំទាស់និងការតវ៉ាអំពីការកាត់បន្ថយបុគ្គលិកដោយយកលេសវិបត្តិ COVID-19 នេះសំណួរទី2តើការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន Nagavel គោរពតាមនីតិវិធីច្បាប់ដែរឬទេការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន Nagavel មិនបានគោរពតាមនីតិវិធីច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាឡើយយោងតាមមាត្រា95នៃច្បាប់ស្តីពីការងារក្រុមហ៊ុនមិនបានពិភាក្សាជាមួយនឹងសហជីពដែលជាតំណាងរបស់បុគ្គលិកមុនពេលជ្រើសរើសបុគ្គលិកដែលត្រូវបញ្ឈប់ឡើយបើទោះបីជាមានការស្នើសុំដោះស្រាយពីសំណាក់សហជីពក៏ដោយហើយក្រុមហ៊ុនក៏មិនបានគោរពទៅតាមលក្ខខណ្ឌនៃការកំណត់លក្ខណៈវិនិច្ឆ័យដើម្បីជ្រើសរើសបុគ្គលិកនៅក្នុងការបញ្ឈប់ការងាររួមដូចគ្នាជាក់ស្ដែងលក្ខខណ្ឌតម្រូវឲ្យក្រុមហ៊ុនកាត់បុគ្គលិកដែលមានសម្បទាវិជ្ជាជីវៈអន់ជាងគេមុនគេបន្ទាប់មកអ្នកដែលមានអតីតភាពការងារតិចឬបុគ្គលិកទើបចូលថ្មីនិងចុងក្រោយបុគ្គលិកដែលគ្មានបន្ទុកគ្រួសារច្រើនប៉ុន្តែយើងឃើញថាថ្នាក់ដឹកនាំសហជីពជាប់ឆ្នោតទាំងអស់និងសមាជិកសហជីពជាច្រើនដែលត្រូវបានបញ្ឈប់សុទ្ធតែមានសម្បទាវិជ្ជាជីវៈល្អមានអតីតភាពការងារយូរឆ្នាំនិងអ្នកខ្លះទៀតមានបន្ទុកគ្រួសារដូចជាមានកូនដល់ទៅ3នាក់នៅក្នុងបន្ទុកជាដើមតែពួកគាត់បែរជាត្រូវជ្រើសរើសនៅក្នុងការបញ្ឈប់មុនគេទៅវិញហើយការបញ្ឈប់នេះក្រុមហ៊ុនក៏ត្រូវសុំការឯកភាពពីអធិការកិច្ចការងារដើម្បីបញ្ឈប់ថ្នាក់ដឹកនាំសហជីពជាប់ឆ្នោតទាំងអស់ដូចគ្នាមុនពេលដែលត្រូវជ្រើសរើសបញ្ឈប់ប៉ុន្តែរយៈពេល3ឆ្នាំមកនេះយើងមិនដែលឃើញការអនុញ្ញាតឬក៏លិខិតឯកភាពណាមួយពីអធិការកិច្ចការងារអនុញ្ញាតឯកភាពឲ្យក្រុមហ៊ុន Nagavel បញ្ឈប់ថ្នាក់ដឹកនាំសហជីពត្រូវបានបង្ហាញឡើយសរុបមកការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន Nagavel មិនបានគោរពតាមនីតិវិធីច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាឡើយសំណួរទី3តើបុគ្គលិកទាមទារដំណោះស្រាយអ្វីខ្លះពីក្រុមហ៊ុនបុគ្គលិកទាមទារដំណោះស្រាយចំនួន9ចំណុចពីក្រុមហ៊ុនដោយសង្ខេបទាមទារឲ្យក្រុមហ៊ុន Nagavel ទទួលយកថ្នាក់ដឹកនាំសហជីពនិងសមាជិកសហជីពដែលមិនព្រមទទួលយកការបញ្ឈប់ពីក្រុមហ៊ុននិងទូទាត់ប្រាក់រំលឹកចាប់តាំងពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃត្រឡប់ចូលធ្វើការវិញហើយទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងឲ្យបានត្រឹមត្រូវទៅដល់បុគ្គលិកណាដែលគាត់ព្រមទទួលយកការបញ្ឈប់នៅក្នុងគម្រោងកាត់បុគ្គលិកទាមទារឲ្យក្រុមហ៊ុនដោះស្រាយនិងកែប្រែលក្ខខណ្ឌការងារល្អប្រសើរជាងមុនជាពិសេសករណីប្រធានផ្នែកកាស៊ីណូដែលបានគ្រប់គ្រងនិងដឹកនាំដោយគៀបសង្កត់បុគ្គលិកទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការប្រើកិច្ចសន្យាខ្លីនិងបញ្ចូលបុគ្គលិកកិច្ចសន្យាខ្លីទាំងអស់ឲ្យក្លាយទៅជាបុគ្គលិកពេញសិទ្ធិទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលឲ្យបានសមរម្យដល់បុគ្គលិកដើម្បីឲ្យពួកគាត់អាចឆ្លើយតបនឹងអត្រាអតិផរណាទីផ្សារនិងចុងក្រោយទាមទារឲ្យក្រុមហ៊ុនគោរពតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលបានរកឃើញថាក្រុមហ៊ុនមិនបានអនុវត្តទៅតាមច្បាប់ស្តីពីការងារជាដើមសំណួរទី4តើការទាមទាររបស់បុគ្គលិកលើសពីលទ្ធភាពក្រុមហ៊ុន Nagavel អាចដោះស្រាយបានដែរឬទេការទាមទារទាំងអស់របស់បុគ្គលិកមិនលើសពីលទ្ធភាពរបស់ក្រុមហ៊ុន Nagavel អាចដោះស្រាយបានទេជាក់ស្ដែងការទាមទារត្រឡប់ចូលធ្វើការវិញ
យើងមានក្រុមបុគ្គលិកមួយក្រុមតែស្ម័គ្រចិត្តទៅក្នុងការដោះដូរជាមួយនឹងបុគ្គលិកដែលទាមទារត្រឡប់ចូលធ្វើការវិញដោយក្រុមហ៊ុនគ្រាន់តែទទួលយកការដោះដូរនោះក្រុមហ៊ុននៅអាចរក្សាជំហរនិងការតាំងចិត្តនៅក្នុងការកាត់បន្ថយបុគ្គលិកបានដដែលពីព្រោះថាក្រុមហ៊ុនមានលទ្ធភាពនៅក្នុងការកសាង Nagasri ដែលមានតម្លៃរាប់ពាន់លានដុល្លារដូច្នេះក្រុមហ៊ុនមិនអាចខ្វះលទ្ធភាពនៅក្នុងការទូទាត់សំណងឲ្យពួកគាត់បានឲ្យត្រឹមត្រូវតាមច្បាប់ទេដោយឡែកពាក់ព័ន្ធជាមួយនឹងការទាមទារដំឡើងប្រាក់ឈ្នួលបើតាមរបាយការណ៍ចំណូលរបស់ក្រុមហ៊ុនក៏នៅតែអាចដំឡើងប្រាក់ឈ្នួលឲ្យបុគ្គលិកនៅក្នុងកម្រិតមួយដែលអាចឲ្យពួកគាត់ឆ្លើយតបបានជាមួយនឹងអតិផរណាទីផ្សារដូចគ្នាដែលសំខាន់ប្រសិនបើក្រុមហ៊ុនអាចដោះស្រាយចំណុចទាមទារចម្បងទាំង3នេះបាននោះអាចឈានដល់ការបញ្ឈប់ការតវ៉ាបានចំណែកបញ្ហាដទៃទៀតគឺអាចនៅបន្តដោះស្រាយនៅពេលក្រោយទៀតបានសំណួរទី5ហេតុអ្វីបុគ្គលិកមិនអាចបញ្ឈប់ការតវ៉ាដោយគ្មានដំណោះស្រាយមូលហេតុដែលបុគ្គលិកមិនអាចបញ្ឈប់ការតវ៉ាដោយគ្មានដំណោះស្រាយបានបើទោះបីជាត្រូវទទួលរងបាត់ចោតព្រមត្តនជាប់ពន្ធនាគារនិងបាត់បង់ប្រាក់ចំណូលក្តីដោយសារការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុន Nagaworld នេះគឺមានចេតនារំលាយសហជីពដើម្បីលែងឲ្យមានតំណាងពិតប្រាកដនិងអ្នកហ៊ានតវ៉ាដំឡើងប្រាក់ខែឲ្យបុគ្គលិកលែងមានតំណាងដោះស្រាយបញ្ហារបស់បុគ្គលិកនៅកន្លែងធ្វើការដែលកាន់តែអាក្រក់ជាងនេះទៅទៀតគេកំពុងតែចង់ប្រើករណីនៅក្រុមហ៊ុន Nagaworld នេះបង្កើតជាគំរូនៅក្នុងការបំបាក់ស្មារតីសហជីពក៏ដូចជាកម្មករនៅកន្លែងផ្សេងដើម្បីកុំឲ្យពួកគាត់បង្កើតសហជីពឬរួបរวมគ្នាដើម្បីទាមទារប្រាក់ខែកែប្រែលក្ខខណ្ឌការងារឲ្យបានល្អប្រសើរជាងមុនគេក៏ចង់ប្រើករណីមួយនេះដើម្បីបង្កើតគំរូនៃរបៀបទូទាត់ប្រាក់សំណងថ្មីមួយដែលមានចរិតកេងប្រវ័ញ្ចប្រយោជន៍របស់កម្មករដោយយកករណីមួយនេះជាគំរូនៅក្នុងការទូទាត់សម្រាប់កម្មករដទៃទៀតតែម្ដងនាងខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតថាសិទ្ធិនៅក្នុងការបង្កើតសហជីពសិទ្ធិនៅក្នុងការចងក្រងសហជីពសិទ្ធិនៅក្នុងការទាមទារប្រាក់ខែតវ៉ាកែប្រែលក្ខខណ្ឌការងារអាក្រក់នៅកន្លែងធ្វើការត្រូវបានធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិរួមមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាច្បាប់ស្តីពីការងារនិងអនុសញ្ញាអង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO C លេខ87និង98ដែលប្រទេសកម្ពុជាយើងបានផ្ដល់សច្ចាប័នដើម្បីទទួលយកមកអនុវត្តនៅក្នុងការការពារសិទ្ធិរបស់កម្មករនៅក្នុងការចងក្រងសហជីពនិងសិទ្ធិនៅក្នុងការចរចាអត្ថប្រយោជន៍រួមជាសមូហភាពនៅកន្លែងការងារជាក់ស្ដែងមាត្រា12និងមាត្រា279នៃច្បាប់ស្តីពីការងារបានហាមនយោជកនៅក្នុងការយកហេតុផលនៅក្នុងការចូលរួមជាសមាជិកសហជីពឬការធ្វើសកម្មភាពជាមួយសហជីពដើម្បីទាមទារប្រាក់ខែឬក៏កែប្រែលក្ខខណ្ឌការងារមិនល្អនៅកន្លែងធ្វើការត្រូវបានហាមឃាត់មិនឲ្យនយោជកយកហេតុផលទាំងអស់នឹងនៅក្នុងការបញ្ឈប់បុគ្គលិកឡើយដូច្នេះប្រសិនបើអនុញ្ញាតឲ្យក្រុមហ៊ុន Nagaworld បំពានច្បាប់និងបញ្ឈប់សហជីពដោយមិនបានគោរពទៅតាមច្បាប់និងនីតិវិធីដោយដែលបានរៀបរាប់ខាងលើនោះការអនុវត្តសិទ្ធិការងារនៅកន្លែងការងារនៅក្នុងប្រទេសកម្ពុជានឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរហើយវាជាករណីសិក្សាមួយដ៏អាក្រក់សម្រាប់សហជីពដទៃនិងបុគ្គលិកនៅកន្លែងការងារដទៃទៀតនៅពេលដែលពួកគាត់ចង់អនុវត្តសិទ្ធិខ្លួនឯង